អ្វីទៅជា CSR CSR មកពីពាក្យពេញ Client Side Rendering វាគឺជា concept មួយដែលប្រើនៅក្នុងការ render នៅ content របស់ website សំណួរតើ CSR ដំណើរការយ៉ាងដូចម្តេចនៅពេល user ធ្វើការ request web page ណាមួយ browser នឹងចាប់ផ្ដើម download HTML file និងបន្ត JavaScript ពី server ដែលនៅក្នុង file HTML នោះមិនទាន់មាន content អ្វីទាំងអស់វាគ្រាន់តែជា backbone របស់ HTML និងមាន script tick មួយសម្រាប់ link ទៅកាន់ file JavaScript បន្ទាប់មក browser នឹង execute JavaScript bundle JavaScript នឹងធ្វើការទាញយកទិន្នន័យពី server ក្នុងករណី web page ត្រូវការទិន្នន័យបន្ទាប់មកវានឹង render UI ចូលទៅក្នុង HTML ដោយប្រើ DOM manipulation ឬ framework ដូចជា React ឬមួយក៏ Vue ចុងក្រោយ user នឹងទទួលបាន web page មួយដែលអាចមើលឃើញនៅលើ browser ចំណុចសំខាន់ដែលគួរឲ្យកត់សម្គាល់គឺការទាញយកទិន្នន័យនិងការ render UI ត្រូវបានអនុវត្តនៅផ្នែក client ដោយ browser ដូចនេះហើយទើបគេដាក់ឈ្មោះវាថា client side rendering